រឿងចិត្តមាកូនចុងភាគទី1កាលពី3ឆ្នាំមុនក្នុងគ្រួសារអ្នកចំនួនមួយមានម្ដាយចាស់ជរានិងកូនប្រុស2នាក់ដួងជាកូនច្បងឪពុកចុងនិងង៉ែតជាកូនពៅគ្រួសារនោះមានទ្រព្យសម្បត្តិស្ដុកស្ដំនិងដីចម្ការជាច្រើនកន្លែងម្ដាយង៉ែតស្រឡាញ់ង៉ែតជាងដួងនិងទុកង៉ែតជាកូនសំណប់ដោយមិនគិតពីដួងឡើយដោយឃើញដូចនោះដួងមានការច្រណែននឹងគុំគួនង៉ែតជាខ្លាំងដោយដឹងថាទ្រព្យសម្បត្តិនិងដីចម្ការស្ទើរតែទាំងអស់ត្រូវប្រគល់ឲ្យង៉ែតជាអ្នកស្នងដួងបានរៀបចំអបាយកលទម្លាក់កំហុសនិងព្យាយាមតាមសម្លាប់ង៉ែតដើម្បីឲ្យខ្លួនក្លាយជាអ្នកស្នងទ្រព្យសម្បត្តិនិងជំនួញដីចម្ការទាំងអស់ជំនួសង៉ែតមិនយូរប៉ុន្មានម្ដាយង៉ែតក៏បានចែកឋានទៅង៉ែតនិងប្រពន្ធឈ្មោះសុភាក៏បានធ្លាក់ខ្លួនពីអ្នកមានជីវភាពល្អប្រសើរមកคล้ายខ្លួនជាជនក្រីក្រនិងរស់នៅដោយការលាក់ខ្លួនពួនអាត្មាកិច្ចពីការតាមសម្លាប់របស់ដួងដោយសារជីវភាពក្រីក្រលំបាករកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកនិងគ្មានសាច់ញាតិគ្មានផ្ទះសម្បែងសមរម្យនឹងគេប្តីប្រពន្ធកំសត់មួយគូនេះរួមទាំងខោអាវមួយបង្វិចស្ពាយជាប់ខ្លួនផងបានខិតខំធ្វើដំណើរចាក់ចេញពីមាតុភូមិត្រាច់ចរចេញពីស្រុកមួយទៅស្រុកមួយពីភូមិមួយទៅភូមិមួយក្រោមកម្ដៅថ្ងៃដ៏ក្ដៅឥតស្រាកស្រានប្តីប្រពន្ធកំសត់មួយគូនេះបានធ្វើដំណើរអស់រយៈពេលយ៉ាងយូរដើម្បីស្វែងរកការងារធ្វើដោះខ្លួនចេញពីភាពក្រីក្រលំបាកមួយនេះលុះធ្វើដំណើរបានយូរបន្តិចដោយអស់កម្លាំងនិងហេវហត់ផងប្តីនិងប្រពន្ធនោះក៏បាននាំគ្នាសម្រាកក្រោមដើមឈើធំមួយនៅតាមផ្លូវក្បែរនោះបុរសជាប្តីក៏បាននិយាយទៅកាន់ប្រពន្ធខ្លួនឈ្មោះសុភាទាំងអស់សង្ឃឹមថាសុភាអូនយើងធ្វើដំណើរស្ទើរតែគ្រប់កន្លែងទៅហើយតែយើងនៅតែមិនទាន់រកការងារបានធ្វើនៅឡើយទេអញ្ចឹងតើថ្ងៃនេះពួកយើងបានអីបរិភោគទៅឥឡូវនេះមេឃកាន់តែជ្រេទៅហើយបើពួកយើងរកការងារធ្វើមិនបានទេច្បាស់ជាដាច់ពោះស្លាប់ជាមិនខានឲ្យបងសុំទោសផងណាបងមិនសមធ្វើជាប្តីអូនសោះដែលធ្វើឲ្យអូនមកលំបាកជាមួយបងហេតុអីបងនិយាយយ៉ាងនេះពួកយើងធ្លាក់ខ្លួនក្រីក្របែបនេះគឺជាព្រេងវាសនាដែលទេវតាបានកំណត់រួចមកហើយតែសំបងកុំទាន់អស់សង្ឃឹមអាអន់សពន់ចិត្តនៅខ្លួនឯងធ្វើអីឲ្យតែពួកយើងខំប្រឹងតស៊ូព្យាយាមបន្តទៀតយើងអាចចាក់ផុតពីទុក្ខលំបាកមួយនេះនិងប្រហែលជាអាចវិលទៅរកជីវភាពល្អប្រសើរដោយការពីមុនក៏ថាបានបងត្រូវគិតថាការតស៊ូព្យាយាមអត់ធ្មត់នៅទីណាភាពសម្រេចបានជោគជ័យគឺនៅទីនោះដែរឮប្រពន្ធនិយាយលើកទឹកចិត្តដូច្នេះង៉ែតបានសម្លឹងមុខប្រពន្ធទាំងក្តីអាណិតអាសូររកថ្លែងពុំបានរួចក៏ដកដង្ហើមធំហើយនិយាយទៅកាន់ប្រពន្ធថាសុភាអូនមិនដឹងជាពេលណាឆ្នាំណាទើបគ្រួសារយើងអាចវិលទៅរកសភាពល្អប្រសើរធូរធាររស់នៅសុខសាន្តមានសុភមង្គលដូចពីមុនវិញឡើយមិនគួរណាទេវតាធ្វើបាបពួកយើងអញ្ចឹងទេបងពិតជាសុំទោសមែនណាអូនត្រូវមកលំបាកជាមួយបងយ៉ាងនេះគឺមកពីបងមិនល្អកុំគិតអញ្ចឹងអីបងឈប់បន្ទោសខ្លួនឯងទៀតទៅភ័ព្វព្រេងវាសនាទេវតាជាអ្នកកំណត់ចាមករួចទៅហើយពេលនេះអ្វីដែលពួកយើងត្រូវធ្វើគឺកុំអស់សង្ឃឹមរឹតតែកុំបាក់ទឹកចិត្តទៀតយើងត្រូវតែតស៊ូព្យាយាមទៅមុខទៀតមិនយូរមិនឆាប់ពួកយើងនឹងបានចាក់ចេញពីជីវភាពក្រីក្រលំបាកមួយនេះជាមិនខានពេលនោះទេវតាក៏មិនហ៊ានកំណត់រឿងបែបនេះមកលើយើងតទៅទៀតឡើយសំណេះសំណាលរួចស្រេចហើយប្តីប្រពន្ធកំសត់នេះក៏បានចាកចេញពីទីនោះបន្តដំណើរទៅមុខទៀតលុះដើរបានមួយសន្ទុះពួកគេក៏បានជួបនឹងអ្នកភូមិម្នាក់ដែលកំពុងតែធ្វើដំណើរបញ្ច្រាស់ទិសគ្នាពួកគេក៏បានឈប់និងសាកសួរទៅអ្នកភូមិម្នាក់នោះទាំងគួរសមថាលោកពូជំរាបសួរបានតែខ្ញុំអាចសុំសួរលោកពូបន្តិចបានទេលើកដៃថ្វាយព្រះហើយអ្នកទាំងពីរមានការអីមែនទេ
មើលទៅមិនមែនជាអ្នកភូមិស្រុកនេះទេដូចជាអ្នកមកពីចម្ងាយមែនទេបាទមែនហើយខ្ញុំមកនេះគឺដើម្បីមករកការងារធ្វើតើលោកពូដឹងទេថាក្នុងភូមិនេះតើមានគេត្រូវការអ្នកធ្វើការដែរទេជាអ្នកបម្រើឬកម្មករសំណង់ឬក៏ជាកម្មករលីអីវ៉ាន់ក៏បានខ្ញុំអាចធ្វើបានទាំងអស់គិតមួយសន្ទុះអ្នកភូមិម្នាក់នោះក៏បាននិយាយថាអូដូចជាមានគេកំពុងត្រូវការអ្នកធ្វើការមួយចំនួនដែរតានៅមិនឆ្ងាយពីទីនេះប្រហែលទេអ្នកទាំងពីរដើរទៅមុខបន្តិចទៀតទៅខាងមុខនោះគឺជាផ្ទះរបស់លោកតកែខុនគាត់កំពុងតែខ្វះអ្នកមើលថែចិញ្ចឹមសត្វនិងចំការដំណាំដូងប្រេងរបស់គាត់និងការងារផ្សេងទៀតជាច្រើនគាត់ជាអ្នករកស៊ីមានទ្រព្យសម្បត្តិស្ដុកស្ដំណាស់អ្នករស់នៅក្នុងភូមិនេះអ្នកណាក៏ស្គាល់គាត់ដែរព្រោះភាគច្រើនពួកគេជាអ្នកធ្វើការងារឲ្យគាត់ជាមនុស្សល្អមានក្តីមេត្តាធម៌ទៀតផងសម្រាប់អ្នកមកពីចម្ងាយដូចអ្នកទាំងពីរអញ្ចឹងប្រកាសណាស់ថាលោកតកែខុនច្បាស់ជាទទួលយកធ្វើការជាមិនខានសម្រាប់អ្នកមកពីចម្ងាយគាត់មានកន្លែងឲ្យស្នាក់នៅនិងអាហារហូបចុក3ពេលទៀតផងណាឮបែបនោះអ្នកទាំងពីរក៏នឹកមានសង្ឃឹមនៅក្នុងចិត្តនិងត្រេកអរជាពន់ពេកមិនបង្អង់យូរក៏តបទៅលោកពូនោះវិញថាខ្ញុំពិតជាអរគុណច្រើនហើយលោកពូតែពួកខ្ញុំទៅតែមកភូមិនេះជាលើកដំបូងទេអញ្ចឹងក៏មិនទាន់ស្គាល់ផ្លូវច្បាស់ដែរតើលោកពូអាចប្រាប់ពីផ្លូវនេះទៅផ្ទះលោកតកែខុនបានទេតែខ្ញុំត្រូវដើរយូរប៉ុណ្ណាដែរអ្នកទាំងពីរគ្រាន់តែដើរទៅត្រង់រួចបាត់ឆ្វេងបន្តិចអ្នកទាំងពីរប្រកាសជាបានឃើញផ្ទះដែលមានខ្លោងទ្វារធំខ្ពស់ដ៏ប្រណិតមួយនោះហើយជាផ្ទះរបស់លោកតកែខុនបានលោកពូអញ្ចឹងពួកខ្ញុំសូមលាលោកពូសិនហើយបានទៅចុះនិយាយចប់អ្នកទាំងពីរក៏ប្រញាប់រត់រះធ្វើដំណើរយ៉ាងលឿនសំដៅទៅផ្ទះលោកថកែខុនទីបំផុតប្តីប្រពន្ធមួយគូនេះក៏បានមកដល់ផ្ទះលោកថកែខុនកាលដែលបានជួបលោកថកែខុនហើយអ្នកទាំងពីរក៏បាននិយាយសុំការអនុគ្រោះដើម្បីបានចូលបម្រើការងារសូមជម្រាបសួរលោកថកែខ្ញុំបាទឈ្មោះង៉ែតនិងប្រពន្ធខ្ញុំបាទឈ្មោះសុភាយើងជាអ្នកស្រុកមកពីឆ្ងាយដើម្បីសុំលោកថកែធ្វើការនៅទីនេះផងមិនថាការងារធ្ងន់ស្រាលអ្វីក៏ដោយក៏ពួកយើងអាចធ្វើបានដែរឲ្យតែលោកថកែអនុញ្ញាតឲ្យពួកខ្ញុំធ្វើពួកខ្ញុំនឹងខិតខំព្យាយាមបំពេញការងារមិនឲ្យលោកថកែខុសបំណងទេពិតមែនទេដែលអ្នកទាំងពីរមករកការងារធ្វើនៅផ្ទះយើងមើលទៅសាច់ឈាមអ្នកទាំងពីរវាមិនសមជាអ្នកក្រីក្រអញ្ចឹងសោះតែបើចង់មកធ្វើការឲ្យយើងពិតមែនយើងក៏មិនសួរដេញដោលអីច្រើនដែរតែក៏ល្អហើយដែលពួកឯងមកចំពេលដែលយើងកំពុងតែត្រូវការកម្លាំងល្មមចុះតើប្រពន្ធឯងអាចធ្វើការអីបានខ្លះតើនាងចេះមើលថែដំណាំដូងប្រេងបានដែរទេទេខ្ញុំសួរខុសហើយនាងប្រហែលជាមិនទាន់ចេះមើលទេមើលទៅនោះព្រោះការងារនៅក្នុងចម្ការដូងប្រេងនេះមិនងាយស្រួលទេសម្រាប់មនុស្សស្រីអញ្ចឹងនាងគួរតែធ្វើការងារជាអ្នកថែសួននិងឲ្យចំណីសត្វវិញតើយ៉ាងម៉េចដែរចាលោកថកែខ្ញុំមិនប្រកាន់ការងារទេឲ្យខ្ញុំធ្វើការងារអីក៏បានដែរខ្ញុំអាចធ្វើបានទាំងអស់មិនថាជាការងារធ្ងន់ឬក៏ស្រាលអីទេបានអញ្ចឹងល្អហើយណែរៀមថ្ងៃស្អែករៀមឯងណែនាំប្រាប់ពីការងារនៅចម្ការដូងប្រេងនិងការងារថែសួនឲ្យពួកគេផងទៅថ្ងៃនេះពួកគេទើបតែមកពីឆ្ងាយគឺច្បាស់ជាហេវហត់អស់កម្លាំងខ្លាំងណាស់ហើយឆាប់នាំពួកគេទៅរកអីហូបសិនទៅកុំភ្លេចរៀបចំកន្លែងស្នាក់នៅឲ្យពួកគេផងណាបាទលោកតកែបកលការងារនេះឲ្យខ្ញុំបានចុះខ្ញុំនឹងរៀបចំឲ្យពួកគេឥឡូវនេះបានតោះអ្នកទាំងពីរឆាប់មកតាមខ្ញុំមកចាអរគុណលោកថកែហើយពួកខ្ញុំសូមលាលោកថកែសិនហើយមើលទៅវាដូចជាមិនទំនងមិនគួរណាអ្នកទាំងពីរនេះជាជនក្រីក្រអញ្ចឹងសោះ
ហេតុអីបានជាទៅជាអញ្ចឹងបើតាមខ្ញុំសង្កេតមើលទៅទាំងសាច់ទាំងឈាមទាំងសម្ដីសម្ដៅសមណាស់តែជាកូនអ្នកមានពូជពងវងត្រកូលជាអ្នករកស៊ីធូធាទើបសមតើពួកគេជាអ្នកណាមកពីណាឲ្យពិតប្រកបទៅចំណែកសុភាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ស្ដាយដែរដែលនាងមានប្តីរួចទៅហើយមិនបានទេខ្ញុំត្រូវទៅស៊ើបសួរពីប្រវត្តិពួកគេបន្តិចសិនទៅបានអ្នកទាំងពីរស្នាក់នៅទីនេះហើយឆាប់ទៅងូតទឹកស្លៀកពាក់ឲ្យស្រួលបួលសិនទៅបន្តិចទៀតដល់ម៉ោងហូបអាហារពេលល្ងាចហើយណាអ្នកទាំងពីរត្រូវចាំនៅទីនេះមានបម្រាមសំខាន់3ដែលអ្នកទាំងពីរត្រូវគោរពតាមទី1ហាមផឹកស៊ីឡូឡាសេពគ្រឿងញៀនទី2ហាមមិនឲ្យមានអំពើហិង្សាដូចជាវាយតប់គ្នាឬជេរប្រមាថគ្នាទី3ហាមខ្ជិលច្រអូសគេចវេះពីការងារពិសេសគឺហាមមិនឲ្យទៅណាមកណាស្រេចតែនឹងចិត្តខ្លួនឯងបាទពូតើខ្ញុំសុំសួរបន្តិចបានទេតើលោកថកែជាមនុស្សបែបណាងាយស្រួលនឹងពួកខ្ញុំសម្របខ្លួនតាមសួរបានល្អណាស់លោកថកែជាមនុស្សស្លូតបូតតែមើងម៉ាត់គាត់មានបញ្ញាខ្ពស់ជាអ្នករកស៊ីដ៏ឆ្លៀសវៃស្មោះត្រង់តែមិនចេះកេងប្រវាញ់ផលប្រយោជន៍ពីអ្នកដទៃទេគាត់ចូលចិត្តមនុស្សដែលមានចិត្តតស៊ូអត់ធ្មត់នឹងការងារគាត់ជាមនុស្សឧស្សាហ៍ព្យាយាមនិងស្មោះត្រង់ណាស់ជាធម្មតាគាត់តែងតែដើរមើលការងារអ្នកទាំងអស់គ្នាយ៉ាងយកចិត្តទុកដាក់ទៀតផងហើយអ្នកដែលគាត់មើលឃើញថាមានចិត្តស្មោះត្រង់និងធ្វើការបានល្អគាត់នឹងមានរង្វាន់លើកទឹកចិត្តជាមិនខានអញ្ចឹងអ្នកទាំងពីរខំធ្វើការទៅណាណែរៀមមកនេះបន្តិចមកបានលោកតកែយើងមានការងារឲ្យឯងធ្វើឯងឆាប់ទៅស៊ើបមើលថាតើប្តីប្រពន្ធនោះជាអ្នកណាឲ្យពិតប្រាកដតើពួកគេមកពីណាជាកូនចៅអ្នកណាពេលបានតំណែងហើយឆាប់ប្រាប់យើងឲ្យបានលឿនណាដឹងទេហេតុអីក៏លោកតកែត្រូវស៊ើបពីពួកគេមិនក៏មិនហៅពួកគេមកសួរតែម្ដងទៅបានព្រោះឥឡូវពួកគេជាកូនចៅលោកតកែហើយតាចុះបើពួកគេមិននិយាយការពិតតើឯងដឹងទេទៅឆាប់ទៅបានលោកថកែខ្ញុំនឹងទៅឥឡូវនេះមែនហើយហេតុអីក៏ខ្ញុំត្រូវដឹងរឿងរបស់គេហេតុអីក៏ខ្ញុំនៅមិនសនុកចិត្តសោះយ៉ាងនេះពេលដែលបានឃើញសុភាឬក៏មកពីឃើញសម្រស់របស់សុភាខ្ញុំកំពុងមានចិត្តលើសុភាមែនទេកុំគិតអីផ្ដេសផ្ដាសអីសោះឯងមានអាយុច្រើនហើយណាឈប់គិតទៀតទៅដោយឡែកប្តីប្រពន្ធកំសត់ដែលជាអ្នកចំណូលផ្លាស់មុខថ្មីក៏មានចិត្តគោរពកោតខ្លាចលោកថកែខុនជាខ្លាំងដោយមិនបានដឹងថាលោកថកែខុនកំពុងមានចិត្តសង្ស័យនិងលួចមើលសុភារួចទៅហើយទេត្បិតថកែខុនជាបរិសុទ្ធពោះម៉ាយរាប់ឆ្នាំមកហើយក្រោយពេលប្រពន្ធគាត់បានចែកឋានទៅមកដល់ពេលនេះគាត់មានវ័យប្រហែលជា50ឆ្នាំទៅហើយក៏ប៉ុន្តែគាត់នៅតែមិនទាន់យកប្រពន្ធទៀតនៅឡើយទេក្រឡេកមកមើលង៉ែតនិងសុភាវិញកាលដែលអ្នកទាំងពីរបានចូលមកធ្វើការហើយក៏ពិភាក្សានឹងគ្នាថាសុភាអូនចាប់ពីពេលនេះទៅពួកយើងមានកន្លែងស្នាក់នៅត្រឹមត្រូវហើយការងារក៏មានធ្វើលោកថកែក៏ជាមនុស្សល្អទៀតផងបងនឹងខំធ្វើការឲ្យពេញទំហឹងជាទីគាប់ចិត្តដល់លោកថកែជាមិនខានថ្ងៃណាមួយពេលមានឱកាសល្អបងនឹងព្យាយាមធ្វើឲ្យលោកថកែមើលឃើញពីគំនិតស្នាដៃរបស់បងពេលនោះយើងប្រហែលជាអាចមានវាសនាវិលទៅរកជីវភាពល្អដូចពីមុនក៏ថាបានពេលនេះអូនសប្បាយចិត្តណាស់បងដែលពួកយើងមានកន្លែងស្នាក់នៅត្រឹមត្រូវមានអាហារហូប3ពេលមានការងារល្មមធ្វើមានប្រាក់ចំណូលល្មមចាត់ទុកថាយើងបានឈានមួយជំហានហើយអរគុណដល់លោកថកែណាស់ដែលបានយកយល់ដល់ជនទីទល់ក្រដូចជាពួកយើងជំហានបន្ទាប់ត្រូវពឹងលើការតស៊ូព្យាយាមរបស់ពួកយើងហើយពេលណាមានឱកាសល្អពួកយើងនឹងចាប់យកឲ្យបានណាបង